ជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់មកជាមួយនឹងដំណើរកម្សាន្តខ្ញុំម្ដងទៀតហើយហើយម្ដងនេះគឺខ្ញុំទៅខាងខុនមីងតាលីលីជាងអញ្ចឹងអ្នកដែលចង់ទៅដើរលេងនៅខាងខុនមីងតាលីលីជាងអាចមើលវីដេអូនេះបានណាហើយសម្រាប់ខ្ញុំគឺ fly នៅម៉ោង 12:40 នាទីអញ្ចឹងយើងហោះហើរតែ2ម៉ោងអីគឺទៅដល់ខាងខុនមីងហើយចា2ម៉ោងជាងអីចឹងណាទៅដល់ខាងខុនមីងហើយម្ដងនេះខ្ញុំជិះជាមួយនឹងខាង airline ផលប្រទេសចាំតួនហ្មងអូនិយាយទៅនឹងល្អមែនតែនហើយយើងក៏បានមកដល់ខាងពលានយន្តហោះនៅខុនមីងចាហើយបន្ទាប់មកទៀតការងារដំបូងដែលយើងត្រូវធ្វើគឺមកញ៉ាំអីហើយឃើញមេឃនេះមិនម៉ោង4ម៉ោង5ទេណាអ្នកទាំងអស់គ្នាម៉ោងជប់ម៉ោង6ម៉ោង7ហើយប៉ុន្តែនៅខាងហ្នឹងគឺថ្ងៃវែងហើយយប់ខ្លីចាហើយសម្រាប់អាកាសធាតុវិញគឺត្រជាក់ស្រួលល្មមអត់ក្តៅខ្លាំងហើយក៏អត់ត្រជាក់ខ្លាំងដែរចាហើយសម្រាប់មុខម្ហូបនៅកន្លែងដែលខ្ញុំបានញ៉ាំនេះវិញគឺថា1លាន80មុខគឺច្រើនមែនតើម្ហូបធ្វើហើយក៏មានហើយបន្លែប្រហិតសម្រាប់អ្នកក្នុងស៊ុបក៏មានខ្ចៅកែបឆា lobster ឲ្យទៅម្ហូបបែបអឺរ៉ុបគឺមានច្រើនមែនតើសំខាន់តែថាយើងញ៉ាំបានប៉ុណ្ណាដោយអ្នកទាំងអស់គ្នាដឹងអញ្ចឹងថានៅប្រទេសចិនម្ហូបខ្លះរៀងសាបអញ្ចឹងទៅម្ហូបខ្លះប្រៃមែនតើលេបអត់ចូលដោយសារម្ហូបប្រទេសនីមួយៗខុសគ្នាអញ្ចឹងហើយសម្រាប់នេះវិញគឺជ្រក់ដូចជ្រក់ភ្លាក្តាមភ្លាអីព្រោះយើងអញ្ចឹងគាត់ថារសជាតិវាផ្សេងគ្នាតាមប្រទេសនីមួយអញ្ចឹងទៅហើយអាចំហុយនេះគេចំហុយអីឲ្យយើងឆ្អិនអស់ហើយអញ្ចឹងប៉ុន្តែបើយើងចង់យកទៅអាំងថែមក៏ឆ្ងាញ់ដែរសារវាក្តៅហើយសម្រាប់ផ្នែកគ្រឿងសមុទ្រមានទាំងងាប់មានទាំងហួរហើយនេះជាសមិទ្ធផលដែលពួកខ្ញុំយកមកចាមានតែប៉ុណ្្នឹងឯងហើយថៃនេះឆ្លាតឃើញឲ្យគាត់ឃើញមនុស្សឈរចិត្តភ្លាមគឺវារត់មកហ្មងហើយនេះនៅក្នុងផ្សារទំនើបគេមានល្បែងក្មេងលេងអញ្ចឹងណាហើយបន្ទាប់មកទៀតខ្ញុំក៏មកដល់កន្លែងគេងចាកន្លែងគេងគេទំនើបចាបន្ទប់ទឹកក៏ស្អាតកន្លែងគេងកន្លែងងូតទឹកអីគឺយើងទទួលយកបានហើយនៅក្នុងបន្ទប់ហ្នឹងក៏មានជា sensor ដែរដែលយើងក៏ហៅឈ្មោះវាទៅគឺយើងចង់ប្រើវាបើកម៉ាស៊ីនត្រជាក់បិទម៉ាស៊ីនត្រជាក់បើកភ្លើងអីគឺក៏បានដែរតែតើយើងនិយាយភាសាចិនដូចក្នុងវីដេអូនេះចឹងខ្ញុំបានថតខ្លីបន្តិចដែរដែលពេលដែលខ្ញុំមកសន្ទនា你好小兔播放 TFBOY 的歌ហើយនិយាយទៅមកយប់ហ្នឹងខ្ញុំបាច់ធ្វើអី好的ខ្ញុំអង្គុយតែហៅវាចឹងទៅយើងអត់បានលេងហៅរហូតអ្នកចិត្តខាងនឹងថ្លង់ប៉ុណ្ណាទេហើយនេះសកម្មភាពថ្ងៃទី2របស់ខ្ញុំគឺខ្ញុំបានធ្វើដំណើរបន្តទៅខាងលីជាងហើយដោយជិះរថភ្លើងលបឿនលឿនចាហើយសម្រាប់រថភ្លើងលបឿនលឿនពីខាងខុនមីងទៅលីជាងគឺចំណាយអស់រយៈពេល4ម៉ោងហើយរថភ្លើងនេះយើងត្រូវមកឲ្យបានមុន1ម៉ោងអីទៅល្អហើយវានឹង check in មុន20នាទីហើយខ្ញុំជិះនៅទូលេខ14គឺយើងឆ្ងាយដែរអញ្ចឹងបើយើងមកយឺតអាចនឹងរថភ្លើងចេញចោលចាហើយរថភ្លើងនេះគឺអត់ចាំទេតែថាទៅគឺទៅហើយដូចនៅក្នុងវីដេអូនេះអញ្ចឹងឃើញអាងឹតមិនមេឃអាងឹតទេណាគឺដោយសារជាកាត់ភ្នំដោយសារគេអត់វៀងភ្នំគឺគេទម្លុះភ្នំទៅហ្មងអញ្ចឹងផ្លូវចិត្តជាងហើយសម្រាប់មកប្រអប់នេះវិញសុទ្ធតាលេបដល់សំណើមដូចគ្នា4ប្រអប់ហ្នឹងដូចគ្នាក៏រូបខុសគ្នាឈ្មោះខុសគ្នាអញ្ចឹងណាហើយដោយសារតែខាងលីជាងហ្នឹងរៀងតែជាក់ដែរតែជាក់ស្ងួតអញ្ចឹងគេតម្រូវយើងលាបអញ្ចឹងទៅដើម្បីកុំឲ្យសាច់យើងស្ងួតពេកក្រៀមពេកអញ្ចឹងណាហើយមួយទៀតនៅខាងលីជាងដោយសារជាតំបន់ភ្នំអញ្ចឹងវាមានកម្ពស់ប្រហែលជា2000ជាងអញ្ចឹងរៀងខ្វះអុកស៊ីហ្សែនចាអញ្ចឹងបើសិនជាអ្នកពិបាកដកដង្ហើមអីទៅអាចនឹងរៀងពិបាកដើរបន្តិចហត់ហើយនិយាយទៅរៀងពិបាកដកដង្ហើមហ្មងប
ប៉ុន្តែបើអ្នកទិញទួចអីអត់អីទៅបានប៉ុន្តែបើអ្នករៀងធូនធ្ងរអីរៀងពិបាកតិចកៃចាដោយសារតែខ្ញុំទៅនឹងក៏រៀងពិបាកដកដង្ហើមដែរដាវអីឆាប់ហត់ចឹងណាហើយ4ម៉ោងក្រោយក៏យើងមកដល់លីជាងចាហើយមកដល់អត់មានធ្វើអីទេញ៉ាំទៀតហើយចេញពីញ៉ាំអីគឺយើងបានមកដំណើរកំសាន្តកន្លែងមួយទៀតដែលនៅលីជាងហ្នឹងអញ្ចឹងសូមទស្សនាភាពបន្ត